បាទជ្រាបសួរពុកម៉ែបងប្អូននេះគឺជាម៉ាស៊ីនសម្រាប់ភ្លើងសម្រាប់ខួងកណ្ដូងនេះគឺជាឧបករណ៍និងម៉ាស៊ីនបុកកណ្ដូងខួងកណ្ដូងក្នុងជម្រៅជ្រៅដែលយើងអាចទម្លុះថ្មច្រើនសន្តិទាត់ច្រើនជាន់នៅក្រោមដីដើម្បីបុករហូតដល់ជម្រៅជ្រៅដែលយើងយកទឹកក្រោមថ្មមកប្រើប្រាស់ជាទឹកស្អាតជាទឹកដែលមិនចេះរីងខាស់ជាទឹកកំហូរទឹកក្រោមថ្មហើយទឹកស្អាតមិនមែនទឹករាក់ៗ 4-10 ម៉ែត្រដូចយើងបុកកណ្ដូងធម្មតាទេអញ្ចឹងនេះជាម៉ាស៊ីនសម្រាប់បុកកណ្ដូងខ្នាតជ្រៅខ្នាតយក្សយើងទម្លុះដីច្រើនជាន់ទម្លុះថ្មច្រើនជាន់តម្រាំតែយើងបានកណ្ដូងមួយដែលមានជម្រៅជ្រៅហើយយើងអាចប្រើប្រាស់បានច្រើនដោយមិនខាស់ហើយយើងបូមទឹកបានទឹកស្អាតប្រើប្រាស់ទឹកនៅក្រោមស្ទប់ថ្មដែលជាទឹកស្អាតគ្មានសារធាតុកំបោរសារធាតុដីលាយនេះជាសកម្មភាពដែលពួកយើងធ្វើនេះជាទយោដែលយើងដាក់ទយោដងយើងត្រូវអាមុខហ្នឹងដើម្បីឲ្យមានកំហូរទឹកជ្រាបចូលដងដើម្បីយើងអាចបូមមកប្រើប្រាស់បានជាសកម្មភាពសូបទយោទីបជួចូលទៅនេះជាមុខបាញ់ខ្យល់បាញ់ទម្លុះថ្មនេះជាការដាក់ទយោទីបជួចូលដងនេះបុករួចរាល់ហើយនេះជាដងយើងបុករួចរាល់ហើយយើងចាក់សាបបិទគម្របចិត្តនេះជាការបូមទឹកដងតេះសាកមើលយើងបូមតតែថ្លាល្អបាន